ស្មានតែ1លាន2លានបងប្អូនហើយបងមើលនេះផ្ទះឡើងប្រព័ន្ធភូមិគ្រឹះនេះឥឡូវនេះខ្ញុំសូមបង្ហាញពីលើតំបូលទៅមុនជូនបងប្អូនមើលជានេះយើងកំពុងតែរៀបចំសង់ចិត្តហើយនេះខាងក្នុងជាក់ស្ដែងហ្មងបងប្អូនយើងបាទនេះពីបន្ទប់មេគ្រួសារទៅបន្ទប់មេគ្រួសារគេមានកន្លែងសម្រាប់ make up ផ្លាស់ប្ដូរសម្លៀកបំពាក់ខាងក្នុងអញ្ចឹងបងប្អូនហើយធំទលាយទៅមកល្វែងខាងមុខនេះគឺបន្ទប់មេគ្រួសារទាំងអស់ហើយខាងក្រោយគឺមានបានពីរបន្ទប់ទៀតនេះអាចថាជាបន្ទប់កូនកំមុំណាបាទនិយាយទៅស្អាតធំទលាយបន្ទប់កូនកំមុំអីយើងរស់នៅស្រួលចែកដាច់ដライពីគ្នាម្នាក់មកបន្ទប់ម្នាក់មកបន្ទប់តែម្ដងបងប្អូនយើងហើយខាងនេះអាចថាជាបន្ទប់កូនកន្លោះនេះបន្ទប់កូនកន្លោះស្អាតធំទលាយតែម្ដងអញ្ចឹងនៅស្រួលណានិយាយទៅមានបន្ទប់ទឹកមានអីខាងក្នុងនឹងស្រាប់ស្រួលបងប្អូនអញ្ចឹងណាហើយនាំបងប្អូនចុះទៅក្រោមតិចពូខាងក្រោមគឺបានមកបន្ទប់ទៀតពួកទាំងអស់បាន4បន្ទប់គេង4បន្ទប់ទឹកណាហើយផ្ទះសង់ចិត្តហើយបងប្អូនបានប៉ុណ្ណឹងអញ្ចឹងឃើញជាក់ស្ដែងហើយខាងក្រោមនេះមានកន្លែងសម្រាប់ញ៉ាំបាយញ៉ាំទឹកអីផ្សេងចក្រានបាយហ្នឹងគឺមួយសែតទាំងអស់ហើយខាងក្រោមនេះមានបន្ទប់សម្រាប់ម៉ាក់ប៉ាចាស់យើងចឹងសម្រាប់ចាស់អីគាត់អាចគេងអាចសម្រាកនៅខាងក្រោមបានអត់ពិបាកឡើងទៅលើនាំទៅចុកដៃចុកជើងអីទេទៅទលាយនៅខាងក្រោមមួយសែតតែម្ដងណាហើយខាងមុខនេះគឺមានកន្លែងទទួលភ្ញៀវកន្លែងអីចឹងទៅសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងណាបាទអញ្ចឹងយើងមានមួយសែតមួយចប់ហើយនេះទីធ្លាបរិយាកាសខាងមុខផ្ទះបងប្អូនឃើញហើយគឺថាស្រស់ស្រាយមែនទែននេះសង់ហើយចូល80បាន 80% ឯងហើយកន្លែងចំណតឡាននេះអាចចតបាន2-3គ្រឿងបងប្អូនយើងហើយមើលផ្ទះនេះបងផ្ទះឡើងប្រព័ន្ធភូមិគ្រឹះឃើញទេបាទហើយសង់ចំហៀងឡើងជាង10ម៉ែត្រហើយផ្ទះប៉ុណ្នេះថ្លៃតែ20,000ជាងទេសំខាន់គេធ្វើអត់20ទៀតបងផ្ទះអត់20តពលប្រាក់ក្បឿងហើយចំហៀងនេះអីបងអាចដើរជុំវិញបានសម្រាប់ចំហៀងយើងអាចដាំសួនធ្វើផ្កាធ្វើអីក៏បានដែរបងប្អូនយើងបាទខាងនេះយើងអាចរៀបចំទៅអញ្ចឹងដាំជាផ្កាតែបងប្អូនឬក៏ដាំអាចជាជីជាសក្រីអីក៏បានហើយខាងក្រោយផ្ទះសល់ដីប៉ុណ្នេះអញ្ចឹងនេះតលាយបងប្អូនអាចវាយចេញជាហាលកៅអៅអីក៏បានដែរនៅខាងនេះហើយពិសេសផ្ទះយើងដីធំសល់ចំហៀង10ម៉ែត្រជាងបងប្អូនអាចរៀបចំធ្វើជាកញ្ចុះអញ្ចឹងក៏បានធ្វើជាសួនមានទឹកធ្លាក់មានអីចឹងក៏បានដែរពេលយើងជុំគ្នាជាមួយនឹងបងប្អូនក្រុមគ្រួសារយើងអីងាកឡើងជាអីអែមហើយសម្រាប់ផ្ទះដីធំចេះបងប្អូនអាចរៀបចំធ្វើអាងហែលទឹកកញ្ចុះកន្លែងអង្គុយលេងសម្រាប់ការជួបជុំមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារយើងហ្នឹងគឺអែមក្តីសុខមែនតើណាបងប្អូនយើងបាទនៅក្នុងចំហៀងចេះដីធំចេះបងប្អូនអាចរៀបចំឆ្នៃជាក់ស្ដែងបានតាមចិត្តតាមអារម្មណ៍យើងស្រឡាញ់ត្រូវការអញ្ចឹងបងប្អូនហើយបងប្អូនបើសិនជាបងប្អូនចង់ដឹងទីតាំងព្រោះទីតាំងយើងគឺនៅខាងម្ដុំផ្លូវទំនប់កប់ស្រូវជាងនឹងឯងនៅកប់ស្រូវនឹងជាផ្លូវក្បាត់ក្រុងទី3ដែលយើងតបជាប់ផ្លូវជាតិ6ខ្សែបងប្អូនចាប់ពីផ្លូវជាតិលេខ1លេខ2លេខ3លេខ4លេខ5និងលេខ6អញ្ចឹងបងប្អូនដែលរស់នៅម្ដុំនេះគឺស្រួលនៅក្នុងការធ្វើដំណើរឡើងចុះនឹងអត់ពិបាកនៅក្នុងការកកស្ទះចរាចរណ៍អីទេអញ្ចឹងបងប្អូនហើយអ្វីដែលពិសេសមួយទៀតគឺទៅលើលក្ខខណ្ឌនៅក្នុងការបង់ប្រាក់ពលលក្ខខណ្ឌបង់ប្រាក់យើងនៅនេះយើងមានទាំងលក្ខខណ្ឌបង់ផ្ដាច់មានទាំងលក្ខខណ្ឌបង់រំលោះនិយាយទៅបងប្អូនអាចទៅចែកចរចាផ្ទាល់ជាមួយនឹងតកែជាមួយម្ចាស់ក្រុមហ៊ុនផ្ទាល់តែម្ដងដោយលក្ខខណ្ឌបង់រំលោះអីបងប្អូនអាចចូលរួមមុនត្រឹមតែ 6,000 បានហើយអាចធ្វើការបង់រំលោះរយៈពេល14ខែដើម្បីប្រគ្រប់ 30% ចំណែកទឹកប្រាក់សល់ 70% ទៀតបងអាចបង់បន្តទៅធនាគារបានណាល្អមែនតើចឹងសម្រាប់បងប្អូនដែលស្រឡាញ់ពេញចិត្តម៉ូតផ្ទះដូចជាទស្សនវិជ្ជាបរិយាកាសរស់នៅបែបស្ងប់ស្ងាត់ឯកជនអាចសាកសួរឬអាចជួយមកមើលនៅ Barrio Own Sea Villa បានបាទអរគុណ